បាទយើងជួបគ្នាម្ដងទៀតហើយនៅមេរៀននាមសាធារឬសាធារណនាមអញ្ចឹងយើងចូលមើលឧទាហរណ៍ក្រោមចូលអានដោយពិនិត្យពាក្យគំនូសពីក្រោមក្នុងល្បះនីមួយៗបាទអឺនៅក្នុងឧទាហរណ៍នេះកូនមើលពាក្យដែលមានពណ៌ក្រហមហើយគំនូសពីក្រោម1កុមារីចូលចិត្តលេងត្រាស់ឯកុមារាចូលចិត្តលេងបាល់ទាត់ពាក្យថាកុមារីនិងពាក្យថាកុមារាសុទ្ធតែជានាមសាធារឬក៏សាធារណនាមនឹងឯងអញ្ចឹងកុមារីឬក៏កុមារាសុទ្ធតែជានាមសាធារនឹងឯងព្រោះដោយសារតែអត់ទូទៅថាកុមារាណាកុមារីម្នាក់ណាទេឈ្មោះណាទេឈ្មោះធីតាឬក៏ឈ្មោះអីទេឬក៏កុមារាឈ្មោះកុមារាណាម្នាក់ដែលជាក់លាក់នោះទេគឺកុមារាទូទៅអញ្ចឹងយើងមើលល្បះទី2ការលេងកីឡានាំឲ្យមានសុខភាពល្អអញ្ចឹងការលេងកីឡាគឺអត់សំដៅទៅលើកីឡាបាល់ទាត់បាល់ទះអីទេសុទ្ធតែគឺទូទៅមិនចំពោះន័យថាមិនចំពោះកីឡាមួយណាអញ្ចឹងយើងមើលទី3សាលារៀននីមួយមានទីធ្លាសម្រាប់ហ្វឹកហាត់កីឡាអញ្ចឹងកន្លែងហ្នឹងគឺគេចង់សំដៅទៅលើសាលាណាអត់គឺអត់ទេគឺសាលាទូទៅមានន័យថាឲ្យតែសាលាគឺសុទ្ធតែមានទីធ្លាហ្វឹកហាត់កីឡាអញ្ចឹងគឺអត់សំដៅទៅលើសាលាណាទេទី4នាគ្រីវាយសីជាមួយបងប្រុសនាងក្រោមដើមឈើយើងមើលពាក្យដើមឈើមានសំដៅទៅលើដើមឈើមួយណាអត់ដើមឈើដើមស្វាយដើមទៀបឬក៏ដើមអីអត់មានទេចូលល្បះបន្តទៀតស្វាទាំងនេះចេះសម្ដែងជារហស្សកម្មអញ្ចឹងស្វាច្រើនណាស់ចេះសម្ដែងជាអត្ថកម្មតែយើងអត់សម្ដៅទៅលើស្វាណាមួយទេឬក៏ស្វានៅតំបន់ណាមួយទេឲ្យតែស្វាគាត់ចេះសម្ដែងជាអត្ថកម្មនឹងឯងអញ្ចឹងយើងមើលពាក្យកុមារីកុមារាកីឡាសាលារៀនដើមឈើស្វាសម្គាល់មនុស្សសត្វទីកន្លែងរុក្ខជាតិសត្វទូទៅហ្នឹងវាសុទ្ធតែជានាមសាធារឬសាធារណនាមឲ្យតែសម្គាល់បែបហ្នឹងហើយទូទៅគឺសុទ្ធតែជាឥឡូវយើងមើលនិយមន័យនាមសាធារគឺនាមសាធារឬសាធារណនាមគឺជានាមដែលសម្គាល់ឈ្មោះមនុស្សសត្វទីកន្លែងវត្ថុទូទៅមិនចំពោះមានន័យថាទូទៅមិនចំពោះលើបើមនុស្សបុគ្គលណាម្នាក់សត្វលើណាមួយរុក្ខជាតិណាមួយទីកន្លែងណាមួយទេបើវត្ថុក៏វត្ថុណាមួយដែរឥឡូវនេះយើងចូលមកដល់លំហាត់ចូលស្រង់នាមសាធារក្នុងល្បះខាងក្រោមឲ្យបានត្រឹមត្រូវអញ្ចឹងឧទាហរណ៍ទី1សិស្សានុសិស្សមកប្រកួតកីឡានៅខេត្តយើងគួរមើលតើពាក្យទាំងអស់ហ្នឹងក្នុងល្បះហ្នឹងពាក្យមួយណាខ្លះដែលជានាមសាធារឬក៏សាធារណនាមនឹងឯងយើងរៀនមិញគឺជានាមដែលទូទៅមិនចំពោះបើមនុស្សអត់ចំពោះមនុស្សណាទេឥឡូវមើលពាក្យថាសិស្សានុសិស្សចំពោះសិស្សណាម្នាក់អត់ទេអញ្ចឹងហ្នឹងហើយជានាមសាធារឬក៏សាធារណនាមឥឡូវយើងរកមើលពាក្យបន្តទៀតបាទល្អណាស់គឺកីឡាសំដៅលើកីឡាណាអត់មើលក្នុងល្បះនឹងមើលមានសំដៅលើកីឡាណាអត់គឺគេអត់ប្រាប់ទេគឺឲ្យតែបញ្ជាក់តែមួយហើយខេត្តមួយទៀតបាទខេត្តមានសំដៅលើខេត្តណាអត់ខេត្តមានច្រើនខេត្តត្បូងឃ្មុំកំពង់ចាមខេត្តព្រៃវែងឃើញទេតែគេអត់សំដៅលើខេត្តណាខេត្តយើងមានដឹងថាខេត្តណាអត់អញ្ចឹងកូនដាក់ច្រឡោយដោយលោកគ្រូមកល្បះទី1មាន3ពាក្យអញ្ចឹងកូនស្រង់មកដាក់ល្បះទី1ចឹងមកហើយស្រង់ពាក្យទាំង3ហ្នឹងមកល្បះទី2ដូចគ្នាកូនស្រង់មកតើពាក្យណាខ្លះដែលជានាមសាធារឬសាធារណនាមអញ្ចឹងកូនរកឃើញហើយមែនអត់គឺពាក្យថាកុមារាមិនសំដៅលើកុមារាណាទេអញ្ចឹងវាជានាមសាធារឬសាធារណនាមនឹងឯងពាក្យបន្តទៀតគឺពាក្យថា
ល្បែងកំសាន្តល្បែងកំសាន្តមានច្រើនអត់សំដៅលើល្បែងកំសាន្តមួយណាផងហ្នឹងចឹងអាហ្នឹងជានាមសាធារណៈសាធារណនាមឯងស្រួលទេតាពាក្យបន្តទៀតរកមើលពាក្យបន្តទៀតមកពាក្យបន្តទៀតគឺពាក្យថាសាលារៀនបាទដែលយើងបានរៀនរួចម្ដងហើយសាលារៀនគឺអត់សំដៅលើសាលាណាទេគឺសាលាឲ្យគេដាក់តែសាលាគឺទូទៅអត់ដឹងសាលាណាផងបាទអញ្ចឹងកូនស្រង់មកដាក់ចម្លើយដោយលោកគ្រូមកអញ្ចឹងយើងចូលទៅល្បះទី3ប្រជាជនយើងនិយមលេងល្បែងប្រជាប្រិយនៅក្នុងបុណ្យចូលឆ្នាំខ្មែរអញ្ចឹងគ្រូដឹងថាអូកូនស្វែងរកមុនហើយពាក្យទី1គឺប្រជាជនបាទប្រជាជនស្រួលទេតាឲ្យតែកូនយល់ស្រួលទេតាបន្តទៀតល្បែងប្រជាប្រិយបាទបន្តទៀតចឹងល្បះនេះមានតែពីរពាក្យទេអញ្ចឹងកូនស្រង់ដាក់ចម្លើយមកខាងក្រោមមកបាទទី3មានពាក្យថាប្រជាជននិងល្បែងប្រជាប្រិយឥឡូវល្បះទី4ខ្ញុំនិងមិត្តខ្ញុំនាំគ្នាជិះតងអញ្ចឹងពាក្យថាមិត្តខ្ញុំដែលជានាមសាធារឬក៏សាធារណនាមមិត្តខ្ញុំមានច្រើនគឺអត់សំដៅលើបើគេប្រាប់ឈ្មោះមិត្តខ្ញុំឈ្មោះសីហាអាហ្នឹងមិនមែនទេតែអានេះគេគ្រាន់តែដាក់មិត្តគឺអត់សំដៅទៅលើពេលណាឈ្មោះនរណាម្នាក់អញ្ចឹងណាមនុស្សតែអត់សំដៅលើឈ្មោះនរណាម្នាក់អញ្ចឹងឲ្យតែអត់សំដៅគឺជានាមសាធារឬក៏សាធារណនាមបាទអញ្ចឹងកូនស្រង់ដាក់ខាងក្រោមមកមិត្តខ្ញុំអញ្ចឹងសូមសរសេរចម្លើយដូចជាចម្លើយរបស់លោកគ្រូដាក់ឲ្យស្អាតចឹងមកហើយវីដេអូរបស់លោកគ្រូមានតែប៉ុណ្្នឹងទេជាចុងក្រោយសូមគុណត្រឡប់ទៅផ្ទះវិញប្រកបដោយសុវត្ថិភាពព្រះអង្គប្រទានពរអរគុណជំរាបលា